នេះលឺថាជាស្រុកនៃល្បីល្បាញមានមនុស្សអ៊ូអរកស៊ីមានបានចុះហើយអ្វីបានជាស្ងាត់ជ្រងំបែបនេះទៅវិញបាទលោកម្ចាស់នៅទីនេះគ្រាន់តែជាតំបន់ជីស្រុកតែប៉ុណ្ណោះបើសិនជាចូលដល់ទីរួមស្រុកប្រកាសជាមានមនុស្សច្រើនកកមិនខានហើយនិយាយក៏សមហេតុសមផលដែរទើបតែទទួលតំណែងថ្មីមកគ្រប់គ្រងទីនេះអញ្ចឹងយើងត្រូវតែយកអំណាចមកប្រើប្រាស់នៅថ្ងៃដំបូងរបស់យើងទើបបានតោះយើងទៅបាទលោកម្ចាស់ស្រុកសម្បូរជាស្រុកដែលមានមនុស្សរស់នៅកុះកអ៊ូអចុះមកដេចពេលនេះគ្មានមនុស្សម្នារស់នៅហើយបិទទ្វារបិទបង្អួចអស់អញ្ចឹងលោកគឺជាអ្នកចំណូលថ្មីមែនទេត្រូវហើយយើងគឺជាចៅហ្វាយស្រុកថ្មីទើបទទួលតំណែងមកកាន់នៅទីនេះអូលោកម្ចាស់សូមលោកមេត្តាជួយសង្គ្រោះប្រជាជនផងតើមានរឿងអ្វីលោកម្ចាស់ថ្មីនេះមានខ្លាកំណាចមួយក្បាលបានចូលពីលើភ្នំចូលមកភូមិចាប់មនុស្សនិងសត្វពាហនៈផ្សេងធ្វើជាចំណីហើយព្រាមប្រមាញ់ដល់ពូកែទាំងប្រមាណក៏ត្រូវចាញ់វាដែរវាចូលលុកលួយទាំងថ្ងៃទាំងយប់ហើយដូច្នេះហើយទើបអ្នកភូមិមិនហ៊ានចេញពីផ្ទះគឺបិទទ្វារចិត្តមានសភាពស្ងាត់ជ្រងំបែបនេះលោកម្ចាស់ខ្លាកំណាចព្រាមប្រមាញ់ដល់ពូកែមិនអាចយកឈ្នះវាហេឈឺក្បាលណាស់អញ្ចឹងលោកត្រឡប់ទៅផ្ទះចុះរឿងនេះទុកឲ្យយើងជាអ្នកដោះស្រាយស្លាប់មែនទែនហើយបើសិនជាមិនអាចសម្លាប់ខ្លានោះបានទេតំណែងជាចៅហ្វាយស្រុកធ្វើមិននឹងឯរក្សាបានដំណឹងល្អលោកម្ចាស់មានរឿងអីនិយាយមកគឺថាម្សិលមិញខ្ញុំបានទៅស៊ើបការបានឮដំណឹងថាសត្វខ្លានោះត្រូវបានព្រាមព្រៃនៅឯស្រុកផ្សេងចាប់បានហើយដំណឹងថាសត្វខ្លានោះត្រូវបានព្រាមព្រៃនៅឯស្រុកផ្សេងចាប់បានហើយពិតមែនឬយ៉ាងណាដំណឹងនេះពិតប្រាកដទេបាទពិតមែនហើយលោកម្ចាស់ពិតជាសំណាងមែនទែនអ្នកស្រុកនេះប្រកាសជាកោតសរសើរយើងមិនខានព្រាមប្រមាញ់ទៅប្រមាណក៏មិនអាចធ្វើអីវាបានផងចុះគ្រាន់តែជាក្រដាសមួយសន្លឹកដែលសរសេរអក្សរមួយបន្ទាត់បើជាវាត្រូវចុះចាញ់លោកមន្ត្រីនេះបែបលបសតិទីដឹងនិយាយតិចបានហើយប្រយ័ត្នមិនត្រូវខ្លាស៊ីតែបើជាត្រូវដំបងរបស់មន្ត្រីសាលាស្រុកវិញទៅសេចក្តីជូនដំណឹងលោកមេស្រុកដល់ល្បីបានចេញបញ្ជាហាមខ្លាមិនឲ្យចូលស្រុកអុកឡុកប្រជាជនចាប់ពីពេលនេះទៅខ្លាមិនហ៊ានចូលស្រុកទៀតទេសូមអ្នកទាំងអស់គ្នាឈប់បារម្ភតទៅទៀតទៅអរគុណលោកម្ចាស់ដោយសារតែភាពវៃឆ្លាតនិងភាពល្បីល្បាញរបស់លោកម្ចាស់ទើបខ្លាកំណាចចេញបាត់ពីតំបន់នេះដោយសារលោកម្ចាស់ហើយទើបប្រជាជនយើងរស់នៅដោយសុខសាន្តចៅហ្វាយស្រុកសម្បូរមានស្នាដៃដេញខ្លាកំណាចការពារអាយុជីវិតប្រជាជនព្រះអង្គសពព្រះរាជហឫទ័យប្រទានក្រណាត់សូត្រ100ដុំនិងមាស500ដំឡឹងព្រមទាំងប្រគល់ភារកិច្ចឲ្យទៅកាន់ស្រុកសេរីលៀបដើម្បីបង្ក្រាបពួកចោរលួចប្លន់និងបង្ក្រាបជនបះបោរប្រឆាំងនឹងរាជការមែនទែនហើយព្រះរាជសារបានជាមកដល់ទៅហើយបើមិនអាចកម្ចាត់ពួកចោរបានខ្ញុំធ្វើយ៉ាងម៉េចទៅសូមលោកម្ចាស់មេត្តាជួយពួកខ្ញុំផងខ្ញុំដឹងថាលោកម្ចាស់អាចកម្ចាត់ខ្លាដ៏កំណាចបានចុះគ្រាន់ត្រឹមតែជាចោរប្រមាណអ្នកនឹងរឿងអីដែលលោកម្ចាស់ធ្វើមិនបានហើយតោះទៅអ្នកទាំងអស់គ្នាមានគិតឃើញល្បិចអីទេបាទលោកម្ចាស់មិនដេចមិនប្រើវិធីសរសេរក្រដាសហាមមិនឲ្យពួកចោរចូលលួចប្លន់អ្នកស្រុកដូចពេលដែលលោកម្ចាស់សរសេរប្រកាសមិនឲ្យខ្លាចូលស្រុកដោយការពីលើកមុនទៅលោកម្ចាស់ល្ងងពួកចៅលួចប្លន់មិនមែនខ្លាទេមិនត្រូវធ្វើអញ្ចឹងត្រូវដកហូតតំណែងជាចៅហ្វាយស្រុកនិងដកហូតទ្រព្យសម្បត្តិព្រោះល្មើសនឹងរាជសារបណ្ដាលឲ្យពួកចៅធ្វើសកម្មភាពលួចប្លន់ទ្រព្យសម្បត្តិប្រជាជនលើដំណឹងថាលោកចៅហ្វាយស្រុកត្រូវដកហូតតំណែងគាត់មានបានធ្វើអីទៅខ្ញុំឮថារឿងដេញខ្លាចេញពីស្រុកកាលពីលើកមុនរបស់គាត់គឺជាការបោកប្រាស់ទេការពិតនៅតែជាការពិត
ជនដែលអសមត្ថភាពហើយបោកបញ្ឆោតអ្នកដទៃរមែងទទួលរងលទ្ធផលដែលអាម៉ាស់នៅទីបំផុត